យើងសួរនាងម្ដងទៀត Edith Rickelhoff តើនាងបានធ្វើឲ្យឯកសារផ្ទៃក្នុងរបស់គ្រួសារធ្លាយចេញទៅខាងក្រៅដែរឬអត់ខ្ញុំមិនបានធ្វើទេ តើនាងហ៊ានស្បត់ដោយកិត្តិយសឪពុករបស់នាងដែរឬអត់ដោយពាក្យសម្ដីនិងកិត្តិយសរបស់ខ្ញុំនៅក្នុងជីវិតមួយនេះខ្ញុំសូមស្បត់នាងទើបតែបានបោះកិត្តិយសរបស់ឪពុកនាងទៅនឹងដីបែបនេះមានន័យថាយ៉ាងម៉េចលីអនបាទលោកម្ចាស់នាងមើលខ្លួនឯងទៅនេះជាឯកសារដែលលោកប៉ាបានឲ្យខ្ញុំរៀបចំកាលពីលើកមុនត្រូវហើយយើងបានឲ្យលីអនរៀបចំឯកសារទាំងនេះសម្រាប់នាងព័ត៌មាននៅក្នុងឯកសារនេះទាំងអស់គឺសុទ្ធតែคล้ายៗក្រោយមកឪពុករបស់នាងបានទិញសម្ភារៈទាំងអស់ដែលបានសរសេរនៅក្នុងឯកសារនេះបែបនេះហើយមិនអាចបញ្ជាក់ថាឯកសារនេះបានបែកធ្លាយទៀតឬសូមអភ័យទោសខ្ញុំមិនសូវយល់ថានៅក្នុងស្ថានភាពបែបនេះតើបញ្ហាវាជាអ្វីឲ្យប្រកបទោះយ៉ាងណាក៏ដោយខ្ញុំគិតថាអ្នកទាំងអស់គ្នាគឺមានហេតុផលផ្សេងទៀតដែលបានរៀបចំឯកសារคล้ายៗទាំងអស់នេះសម្រាប់ខ្ញុំប៉ុន្តែទោះបីជាវាជាឯកសារคล้ายៗឬក៏អត់ខ្ញុំគ្រាន់តែធ្វើការងារនិងតួនាទីរបស់ខ្ញុំដែលខ្ញុំគួរធ្វើតែប៉ុណ្ណោះយើងសូមកោតសរសើរចំពោះភាពក្លាហានរបស់នាងដែលហ៊ាននិយាយចេញបានក្នុងស្ថានភាពបែបនេះឥឡូវនាងពន្យល់យើងមកថាហេតុអ្វីទើបឯកសារសម្ងាត់នេះអាចបែកធ្លាយទៅក្នុងដៃរបស់ Count Rickelhoff ខ្ញុំមិនយល់នោះទេថាហេតុអ្វីតើបអ្នកទាំងអស់គ្នាមានទំនោរមកលើខ្ញុំអ្នកទាំងអស់គ្នាធ្វើដូចជាខ្ញុំគឺជាមនុស្សតែម្នាក់ដែលបានឃើញនិងរៀបចំឯកសារទាំងនេះលីអនគឺជាអ្នកដែលរៀបចំឯកសារទាំងនេះពីដំបូងសម្រាប់ខ្ញុំនិងមានអ្នកដទៃផ្សេងទៀតដែលធ្វើការជាមួយខ្ញុំនៅនឹងការិយាល័យមនុស្សផ្សេងទៀតដែលធ្វើការជាមួយនាងគឺជាប្រពន្ធរបស់យើងនិង Lady Elisa នាងចង់មានន័យថាមនុស្សនៅក្នុងគ្រួសាររបស់យើងជាអ្នកធ្វើឲ្យព័ត៌មានទាំងអស់នេះបែកធ្លាយឬ Edith Rickelhoff ខ្ញុំទើបតែដឹងច្បាស់នៅពេលនេះតាំងពីខ្ញុំរៀបការចូលមកខ្ញុំមិនដែលត្រូវបានរាប់ជាសមាជិកនៅក្នុងត្រកូល Ludwig សូម្បីតែម្ដងបើនិយាយបែបនេះចុះ Eddie Elisa នាងមានត្រកូលថាអ្វីតើនាងជា Elisa Ludwig ដែលមែនទេនាងគួរតែបិទមាត់របស់ខ្លួនឯងទៅខ្ញុំនៅតែនិយាយដូចដើមអ្វីដែលខ្ញុំបាននិយាយមុននេះគឺសុទ្ធតែជាការពិតទាំងអស់ដោយដែលអ្នកទាំងអស់គ្នាបានដឹងខ្ញុំបានធ្វើការជាមួយនឹង Duchess និង Lady Elisa ប្រសិនបើមានរឿងទាំងអស់នេះកើតឡើងអ្នកដែលគួរឲ្យសង្ស័យដំបូងគេបង្អស់គឺជាខ្ញុំអ្នកទាំងអស់គ្នាគិតថាខ្ញុំមិនដឹងសូម្បីតែចំណុចបែបនេះឬបើលោកសង្ស័យនិងមិនទុកចិត្តលើខ្ញុំលោកមិនគួរឲ្យខ្ញុំធ្វើឯកសារคล้ายៗទាំងអស់នេះតាំងពីដំបូងមកម្លេះពួកលោកមិនសូម្បីតែឲ្យខ្ញុំធ្វើការងារពិតប្រាកដមិនអញ្ចឹងរួមមួយនេះគឺជាលេសរបស់ពួកលោកចោទប្រកាន់មកលើខ្ញុំដើម្បីទម្លាក់កំហុសទៅលើ Count Rickelhoff រឿងទាំងអស់នេះពិតជាគួរឲ្យធុញខ្លាំងណាស់
ខ្ញុំប្រកាសខ្លួនឯងណាថាមិនបានធ្វើឲ្យមានការធ្លោះធ្លោយនៅពេលណាមួយទេហេតុអ្វីតើបរឿងរ៉ាវវាចាប់ផ្ដើមដូចជាសាច់រឿងដើមអញ្ចឹងម្ដេចក៏ព័ត៌មានអាចធ្លាក់ទៅក្នុងដៃរបស់ Count Kelhoff ខ្ញុំរៀងអន់ចិត្តបន្តិចដោយគិតថា Leon និងខ្ញុំពួកយើងបានស្និទ្ធស្នាលនឹងគ្នាមួយកម្រិតហើយប៉ុន្តែគេបានកុហកខ្ញុំទោះយ៉ាងណាក៏ដោយខ្ញុំមិនគិតថាគេគឺជាមនុស្សដែលធ្វើឲ្យបែកធ្លាយឯកសារទាំងនោះទេរីឯ Lady Elisa នាងក៏មិនអាចជាមនុស្សដែលធ្វើរឿងបែបនោះដែរមិនអញ្ចឹងឬមួយក៏មានរនុកក្នុងនៅក្នុងត្រកូលរូតវិញបើបែបនេះវាគ្មានហេតុផលដែលឲ្យខ្ញុំរៀបការនយោបាយនិងចូលមកក្នុងគ្រួសារនេះតាំងពីដំបូងបើនៅក្នុងសាច់រឿងដើមរឿងទាំងនេះប្រកបណាស់Eden គឺជាអ្នកដែលលួចព័ត៌មានយកទៅឲ្យ Count Kelhoff Eden បានធ្វើវាភ្លាមបន្ទាប់ពីនាងបានទទួលការអនុញ្ញាតឲ្យរៀបចំឯកសារទាំងអស់ក្រោយមកគ្រួសារ Ludwig ក៏បានដឹងពីអក្រិតកម្មមួយនេះនិងបានដាក់ទោសឲ្យ Eden ត្រូវឃុំឃាំងនៅក្នុងបន្ទប់និងមិនត្រូវបានរាប់ជាសមាជិកនៅក្នុងគ្រួសារសូម្បីតែម្ដងនេះគឺដូចជានៅពេលគ្រឿងអលង្ការនោះអញ្ចឹងខ្ញុំមិនបានធ្វើអ្វីទាំងអស់ប៉ុន្តែហេតុការណ៍នៅតែដំណើរដូចជាសាច់រឿងដើមតើនេះខ្ញុំពិតជាមិនអាចគេចផុតពីលំហូរធម្មជាតិនៃសាច់រឿងដើមពិតមែនឬនឹងរងចាំថ្ងៃដែលខ្ញុំត្រូវស្លាប់ក្រោមស្នាដៃរបស់ Killian ខ្ញុំពិតជាល្ងងណាស់គ្មានរឿងអ្វីដែលត្រូវយំនៅទីនេះទេដូចដែលខ្ញុំបាននិយាយតាំងពីដំបូងខ្ញុំស្បត់ដោយកិត្តិយសនិងជីវិតរបស់ខ្ញុំបើលោកនៅតែគិតថាខ្ញុំគឺជាអ្នកដែលធ្វើរឿងនោះអញ្ចឹងសូមកាត់ក្បាលរបស់ខ្ញុំចេញទៅនាងគិតថាខ្លួនឯងកំពុងធ្វើអ្វីលោកប៉ាខ្ញុំគិតថាពួកយើងគួរតែពិចារណារឿងនេះឲ្យបានហ្មត់ចត់មុននឹងសម្រេចចិត្តតើល្អទេប៉ុន្តែនៅក្នុងករណីនេះ Lady Eden គួរតែស្ថិតនៅក្រោមការឃ្លាំមើលជាពិសេសអញ្ចឹងក៏ល្អ Eden យើងនឹងឲ្យនាងស្ថិតនៅក្រោមការឃុំឃាំងមួយរយៈបើនាងប្រកាសថាខ្លួនឯងមិនបានធ្វើរឿងដូចនោះទេគួរតែបួងសួងសូមឲ្យការពិតឆាប់លាត្រដាងឲ្យលឿនទៅវាលែងសំខាន់ហើយទោះជាខ្ញុំធ្វើយ៉ាងម៉េចក៏ដោយក៏សាច់រឿងដើមនៅតែដំណើរទៅដដែលហើយអំឡុងពេលនេះយើងនឹងឲ្យ Leon ទុកឲ្យខ្ញុំជាអ្នកធ្វើមកតាមខ្ញុំមកចង់ធ្វើអ្វីនឹង Killian អូតើនាងឈួតហើយមែនទេខ្ញុំសង្ឃឹមថាខ្ញុំនឹងមិនបែបនោះចុះតើនាងមិនដឹងទេឬរហស្សនាមរបស់ Dude Alex Ludwig គឺជាគីយ៉ូទីនសម្រាប់អ្នកអត់ដឹងគ្រឿងគីយ៉ូទីនហ្នឹងគឺគ្រឿងសម្រាប់កាត់អក្សរកកិត្តិនាមបែបនេះវាដូចជាធំធេងពេកទេដឹងសម្រាប់គាត់Dudeគឺហ៊ានប្រឈមមុខមិនថាមិត្តឬក៏សត្រូវនៅឯសមរភូមិទើបទទួលបានរហស្សនាមបែបនេះហើយនាងហ៊ានបញ្ជុះឲ្យគាត់យកក្បាលរបស់នាងឬ
តើលោកកើតអ្វីប្រសិនបើគាត់យកក្បាលរបស់ខ្ញុំទៅតើវាមានបញ្ហាអ្វីចំពោះលោកឬបើនាងមិនមែនជាអ្នកធ្វើនាងមិនគួរលះបង់ចំពោះវាទេមិនយូរមិនឆាប់គ្រប់យ៉ាងនឹងត្រូវលាតត្រដាងតើលោកពិតជាគិតបែបនោះពិតមែនឬទោះបីជាខ្ញុំមិនមែនជាអ្នកធ្វើក៏លោកនៅតែរកបញ្ហាដើម្បីទម្លាក់កំហុសថាខ្ញុំជាអ្នកធ្វើដដែលតើមិនអញ្ចឹងទេឬដំបូងអ្នកដែលផ្ដល់ព័ត៌មានคล้ายៗទាំងអស់នោះមកឲ្យខ្ញុំគឺជាពួកលោកហើយអ្នកដែលប្រាប់ខ្ញុំថា Count Recalhoff ទទួលបានព័ត៌មានคล้ายៗនោះក៏ជាពួកលោកហើយអ្នកដែលស៊ើបអង្កេតរឿងទាំងអស់ក៏ជាពួកលោកហើយនៅក្នុងពេលនេះដែលខ្ញុំត្រូវជាប់ឃុំនៅក្នុងបន្ទប់បែបនេះក៏ដោយសារតែការសម្រេចចិត្តរបស់ពួកលោកបែបនេះហើយចង់ឲ្យខ្ញុំគិតយ៉ាងម៉េចទៀតខ្ញុំនឹងមិនយកអគតិមកបាំងមុខទៀតទេដោយកិត្តិយសរបស់ខ្ញុំសូមស្បត់ថានឹងស៊ើបអង្កេតរឿងទាំងអស់ដោយយុត្តិធម៌ជាទីបំផុត